ជម្រាបសួរអ្នកទាំងអស់គ្នាតោះយើង welcome back មកវិញជាមួយនឹងរឿងរបស់យើងដែលរឿងរបស់យើងមានចំណងជើងថាមេបង្កបញ្ហាបានត្រឡប់មកវិញអញ្ចឹងតោះកុំឲ្យខាតពេលយូរយើងចូលដល់សាច់រឿងទាំងអស់គ្នាអូខេ let's start តោះសាច់រឿងនេះឈប់និយាយពីតួស្រីហើយយើងនិយាយពីតួប្រុសវិញម្ដងហើយតួប្រុសរបស់យើងក៏បានចូលរួមកម្មវិធីមួយដែរគឺជាកម្មវិធីដូចជាប្រកួតជិះសេះវាយបាល់ដែលតួឯកប្រុសរបស់យើងគឺអត់បានទៅវាយបាល់ទេគឺគាត់អង្គុយមើលគេតែប៉ុណ្ណោះមើលឲ្យសង្ហាមកមុខមាត់សង្ហាប៉ុន្តែមាត់ឆៅសាហាវហើយអ្នកចូលរួមកម្មវិធីហ្នឹងគឺគេនិយាយរឿងស្រីរឿងស្រារឿងអីគេអួតគ្នាទៅវិញទៅមកអញ្ចឹងទៅអួតរឿងស្រីគេមានស្រីច្រើនអី1 2 3ប្លាអញ្ចឹងទៅប៉ុន្តែតួឯកប្រុសរបស់យើងគឺអត់ខ្វល់ទេអង្គុយធ្វើមិនដឹងអត់ខ្វល់ពីណាគេទាំងអស់ហេតុតែគេអ្នកមានហើយម្នាក់ប្រុសនឹងដែរក៏បាននិយាយរឿងមិនល្អពីតួឯកស្រីដែរតែតួឯកស្រីគឺនៅជាមួយគេតាក់ទាញ attention ពីគេអី1 2 3ចោះចេះចោះចឹងទៅខ្ញុំគិតថាម្នាក់ប្រុសហ្នឹងគឺទទួលបញ្ជាពីបេឡាហ្មងនិយាយដើមទីតួឯកស្រីនិយាយអាក្រក់ពីតួឯកស្រីរបស់យើងហើយតួឯកប្រុសរបស់យើងស្ដាប់គេមិនបានហ្មងហងក៏ពូរបស់គាត់បានមកនិយាយចូលមកនិយាយជាមួយគាត់ហើយពូហ្នឹងគឺមិនមែនជាពូបង្កើតអីទេតែខ្ញុំមិនដឹងថាជាសាច់ញាតិខាងណាទេប៉ុន្តែគេនិយាយថាជាពូហើយតួឯកប្រុសរបស់យើងក៏បានងើបមកគោរពពូម្នាក់ហ្នឹងក៏មិនមែនជាអ្នកអន់អីដែរមានឋានៈជាឌូបដែរអីចឹងណាហើយពូម្នាក់ហ្នឹងក៏បាននិយាយទៀតថាតួឯកប្រុសរបស់យើងឥឡូវធំលឿនណាការជួបដំបូងគឺជា baby ទេតែឥឡូវឡើងរូបរាងសង្ហាក៏ឡោះស្ដូងហ្មងហើយគេក៏បាននិយាយបន្ថែមទៀតថាបើសិនជាមានបញ្ហាអីអាចតាក់ទងមកគេបានគេជួយអញ្ចឹងណាព្រោះគេមើលតួប្រុសទៅគឺ look like គឺមុខដូចឪពុកគេអញ្ចឹងគេថាគ្រាន់តែឃើញតួឯកប្រុសយើងគឺនឹកដល់ឪពុករបស់តួឯកប្រុសហើយនេះមើលតួឯកប្រុសគេនៅពីក្មេងហងឡើងសង្ហាឡើងខ្ជូត perfect ហ្មងប៉ុន្តែសក់ក្បាលគេកាត់ទៅម៉ាក់គេកាត់ទៅប៉ាគេសក់សហើយនិយាយជាមួយតួឯកប្រុសបដើពូរបស់តួឯកប្រុសហ្នឹងក៏បានហុចសំបុត្រអញ្ជើញមួយទៅកាន់តួឯកប្រុសដែលថាគេនឹងស្ដេចរបស់គាត់ហ្នឹងនឹងប្រារព្ធកម្មវិធីមួយនៅទីក្រុងអញ្ចឹងគាត់ក៏ចង់អញ្ជើញតួឯកប្រុសឲ្យយើងនឹងតួឯកប្រុសរបស់យើងនឹងទៅចូលរួមកម្មវិធីនឹងដែរហើយតួឯកប្រុសរបស់យើងគាត់ក៏បាននិយាយទៅវិញថាចាំមើលសិនព្រោះគាត់អត់ដឹងថាមានពេលអត់ទេបន្ទាប់មកពូម្នាក់ហ្នឹងក៏បាននិយាយថាតួឯកប្រុសរបស់យើងគួរតែចូលរួមកម្មវិធីឲ្យបានច្រើនរួចហើយក៏ដើរចេញទៅតួឯកប្រុសរបស់យើងក៏បានគិតថាគួរតែស្របតាមមកព្រោះឥឡូវគាត់អត់ទាន់មានសមត្ថភាពអាចប្រឆាំងជាមួយនឹងពូរបស់គាត់បានទេតោះយើងឥឡូវចប់ពីពាក់តួឯកប្រុសយើងមកដល់តួឯកស្រីវិញម្ដងហើយតួឯកស្រីរបស់យើងគឺគេទៅចោទថាលួចកន្លះអាវរបស់តួឯកប្រុសហ្នឹងគឺគេបានអត់ឲ្យតួឯកស្រីរបស់យើងនៅទីក្រុងទៀតទេគេមិនទិញតួឯកស្រីរបស់យើងឲ្យទៅនៅតាមជនបទវិញក៏ទៅគូសារហ្នឹងអាក្រក់មែនគាត់រឿងប៉ុណ្ណឹងយកលេសបដិញតួឯកស្រីរបស់យើងចេញពីផ្ទះគឺអត់ឲ្យនៅទេអញ្ចឹងគេថាតួឯកស្រីគួរតែនៅទីជនបទទៅស្ងប់ស្ងាត់ពីទីក្រុងមួយរយៈដើម្បីកុំឲ្យមានបញ្ហាឬបករឿងអាស្រូវអីទៀតចឹងហើយទូសួរទូស្រីយើងថាមានបញ្ហាអីអត់ទូឯកស្រីរបស់យើងក៏អត់មានហ៊ានប្រកែកអីជាមួយនឹងគេដែរមានតែសុខចិត្តរៀបចំអីវ៉ាន់ចេញទៅហើយគេប្រាប់ថារៀបចំអីវ៉ាន់តែមួយកតាបទៅបានហើយសម្រាប់ឲ្យតួឯកស្រីរបស់យើងគាត់គិតក្នុងចិត្តថាគាត់នឹងត្រឡប់មកវិញព្រោះផ្ទះហ្នឹងគឺជាផ្ទះរបស់ប៉ាម៉ាក់គាត់មិនមែនជាផ្ទះរបស់ពូរបស់គាត់ទេអញ្ចឹងគឺគាត់ត្រូវត្រឡប់មកវិញហើយតួឯកស្រីរបស់យើងធ្វើដំណើរតាមផ្លូវធ្វើដំណើររហូតទៅដល់កន្លែងដែលគាត់ស្នាក់នៅហើយអ្នករត់អាតេសហ្នឹងក៏បានប្រាប់តួឯកស្រីថាមកដល់ហើយឲ្យតួឯកស្រីនឹងរៀបចំខ្លួនមកដើម្បីចុះពីលើអាតេសហើយតួឯកស្រីរបស់យើងគឺគាត់បើកមើលកាតាបមើលអីអញ្ចឹងឥឡូវវារបូតប្រងព្រាតពេញហ្នឹងហើយអញ្ចឹងគឺអ្វីដែលគាត់យកមកគឺមានតែសភៅហើយនឹងរូបថតមកស្លឹកដែរមានរូបប៉ាម៉ាក់របស់គាត់ប៉ុន្តែភ្លើងឆេះអស់ទៀតនៅសល់តែរូបគាត់ទៀត sad ហ្មងណាវគ្គហ្នឹងតួឯកស្រីរបស់យើងក៏បានប្រាប់ពូរត់អាតេសនឹងដែរថាឲ្យត្រឡប់ទៅវិញប៉ុន្តែពូហ្នឹងក៏បានហុចនំប៉័ងឲ្យតួឯកស្រីថាវាមិនមែនជាម្ហូបល្អអីទេប៉ុន្តែវាជាទឹកចិត្តរបស់គាត់ចង់ឲ្យតួឯកស្រីបានញ៉ាំអញ្ចឹងណាតែតួឯកស្រីរបស់យើងអត់យកទេគាត់ថានៅកន្លែងស្នាក់នៅថ្មីហ្នឹងគឺគេរៀបចំបាយទឹកម្ហូបទុកឲ្យហើយអត់អីទេហើយគូស្រាប់តែមានកូនកំប្រុកមួយហ្នឹងរត់ចេញពីអាតេសប៉ុន្តែមានអីនៅកន្លែងហ្នឹងស្អាតដែរតើកុំឲ្យទៅនៅផ្ទះនឹងជាមួយនឹងគូសារចិត្តអាក្រក់នឹងវេទនាចង់ងាប់ហើយពូដែលរត់អត់ទេហ្នឹងគាត់ក៏បាននិយាយបន្តទៀតថាអត់ដឹងថាតួឯកស្រីរបស់យើងចាំឬក៏អត់ទេព្រោះតួឯកស្រីរបស់យើងហើយមួយហ្នឹងគាត់ក៏បានឲ្យនំចែករំលែកនំមកគាត់ដែរអញ្ចឹងគាត់ចង់តបស្នងសងគុណតួឯកស្រីវិញអញ្ចឹងគឺនំហ្នឹងវាមិនល្អអីដូចនំដែលតួឯកស្រីរបស់យើងឲ្យទេប៉ុន្តែគាត់តែចង់តបស្នងសងគុណតួឯកស្រីយើងវិញហើយតួឯកស្រីរបស់យើងក៏បាន
អរគុណពូហើយក៏ទទួលនំនឹងយកមកហើយតួឯករបស់យើងក៏សន្យាថានឹងត្រឡប់មកជួបពូវិញម្ដងទៀតអ្នកនរគ្នាខ្ញុំគិតថាកន្លែងដែលតួឯកគាត់មកស្នាក់នៅគឺជាសាលាយេស៊ូព្រោះមើលទៅដូចជាឃើញគេស្លៀកពាក់បែបហ្នឹងខ្ញុំគិតថាកន្លែងហ្នឹងគឺជាសាលាយេស៊ូហើយម្នាក់ដែលពាក់មួកហ្នឹងគឺគេហៅថាម៉ាដាមហើយម៉ាដាមហ្នឹងក៏បានប្រាប់ទៅនារីពីរនាក់ហ្នឹងថានឹងមានស្រីម្នាក់មកស្នាក់នៅស្រីម្នាក់ហ្នឹងគឺជាតួឯកស្រីហ្នឹងហើយមូលហេតុដែលមករស់នៅកន្ទីហ្នឹងដោយសារតែតួឯកស្រីរបស់យើងហ្នឹងគឺបកកបញ្ហាច្រើនពេកមានរឿងរ៉ាវឥតល្ហែលនៅទីក្រុងអញ្ចឹងគឺគេបណ្ដេញឲ្យមករស់នៅហ្នឹងដើម្បីកាយចរិតហើយប្រាប់ថាឲ្យពីរនាក់ហ្នឹងបិទភ្នែកបើកភ្នែកម្ខាងទៅបើសិនជាតួឯកស្រីរបស់យើងចរិតឆេវឆាវអីមិនចឹងណាគាត់និយាយបដាក៏ងាកឃើញតួឯកស្រីរបស់យើងនៅតាមផ្លូវគាត់ថាគ្រាន់តែឃើញការស្លៀកពាក់អញ្ចឹងលុចសេរី brand អីអញ្ចឹងដឹងថាអើយវេទនាហ្មងបាក់កាយហ្មងដឹងថាទូចរិតតួឯកស្រីអញ្ចឹងខ្មើតក្អើតក្តោមតែគ្នាមាននេះណាលោកអើយលោកគ្នានឹងស្រួលសភាពចង់ងាប់ស្អាតឆ្លាតសភាពតែស្រីចង្រៃបេឡាហ្នឹងហ្មងណាពួកខូចគេឈ្មោះគ្នាទាំងអស់លេងចាគ្រាន់តែតួឯកស្រីរបស់យើងមកនៅម្ដងមិនទាន់បានមួយអាទិត្យផងក៏ឮពាក្យទៅចាមអារាមគេថាមានស្រីម្នាក់ដែលជា troublemaker អ្នកមេបង្កបញ្ហាមករស់នៅទីហ្នឹងអញ្ចឹងណាដើម្បីកាយចរិតហើយគ្នាជាក់ស្ដែងនឹងមានចរិតអីទៅការហើយតួឯកស្រីរបស់យើងនេះជួយធ្វើការគេហើយម្នាក់សក់វែងហ្នឹងក៏ប្រាប់តួឯកស្រីថាមិនបាច់ទេតួឯកស្រីយើងអាចជួយបានអញ្ចឹងណាគាត់ចង់ជួយព្រោះគាត់អត់ចូលចិត្តអង្គុយនៅមួយកន្លែងទេហើយម្នាក់សក់វែងឈ្មោះថាអាកណេហើយម្នាក់សក់ខ្លីហ្នឹងឈ្មោះថាអេម៉ាហើយអាកណេគិតថាតួឯកស្រីនេះដូចក្នុងរូបហ្នឹងអញ្ចឹងក្អើតក្តោមពាក់កៅអៅស្អាតបាតអត់ខ្វល់ពីអីដល់ពេលជាក់ស្ដែងមានណាខុសពីការរំពឹងទុករបស់គាត់380ដឺក្រេហ្មងថ្ងៃនឹងដែរតួឯកស្រីរបស់យើងជាមួយនឹងអាកនេះគឺគាត់ធ្វើជាសាប៊ូហើយអាកនេះគិតថាតួឯកស្រីរបស់យើងអត់ជួយទេគឺអត់ធ្វើអីទាំងអស់អញ្ចឹងតែជាក់ស្ដែងតួឯកស្រីរបស់យើងបាននិយាយថាទុកឲ្យគាត់ធ្វើខ្លួនឯងតាក់ទងជាមួយនឹងសាប៊ូហ្នឹងហើយអាំងមេរបស់យើងគាត់ភាំងហ្មងគិតថាតាមអ្វីដែលគេនិយាយគឺតួឯកស្រីគឺត្រូវប maker ហ្មងអត់មានចេះជួយណាគេចូលចិត្តតាមខ្លាញ់ហើយចូលចិត្តតាមបង្កបញ្ហាឥឡូវមានណា sweet ឡើងដូចស្ករតាំងម៉ែហ្មងជួយគេរហូតដល់ពេលអញ្ចឹងគាត់ស្រឡាញ់តួឯកស្រីមែនតើហើយអាមេក៏គាត់អត់ទៅណាឆ្ងាយពីតួឯកស្រីដែរគាត់ប្រាប់ថាគាត់នឹងនៅជួយធ្វើសាប៊ូជាមួយនឹងតួឯកស្រីហើយគាត់បាននិយាយថាអឺមានតែតួឯកស្រីឯងដែលជួយគាត់បើប្រហែលអ្នកដែលចូលមកក្រៅនេះ2 3នាក់ហ្នឹងគឺអត់មានជួយធ្វើអីទេគឺគិតតែឈរនិយាយហើយបើសិនជាអាមេឲ្យជួយអីគាត់ជារករឿងអាមេរបស់យើងម្ខាងនេះអញ្ចឹងណាហើយគាត់ក៏បាននិយាយទៀតដែរថាសាប៊ូរបស់តួឯកស្រីពិតជាមានក្លិនឈ្ងុយហើយសង្ឃឹមថាសាប៊ូរបស់គាត់ជាមួយនឹងអាងនេះធ្វើហ្នឹងនឹងក្លាយទៅជាសាប៊ូដែលមានគេចូលចិត្តច្រើនជាងគេនៅក្នុងសាប៊ូដែលបង្កើតទាំងអស់គ្នាហ្នឹងនិយាយពីអេម៉ារបស់យើងវិញគឺអត់ទាន់បានចូលទៅជួបជាមួយនឹងតួឯកស្រីទេព្រោះគាត់ខ្លាចថាតួឯកស្រីរបស់យើងនាំបញ្ហាដល់គាត់អញ្ចឹងគាត់បានត្រឹមតែឈរមើលពីចម្ងាយទេហើយគាត់ក៏អត់ពេញចិត្តដែលអាមេទៅជួយធ្វើការជាមួយនឹងតួឯកស្រីដែរព្រោះខ្លាចតួឯកស្រីហ្នឹងបង្កបញ្ហាដល់អាមេដូចហើយម្ដាមដែរជាអ្នកគ្រប់គ្រងនៅហ្នឹងក៏ឲ្យអេម៉ារបស់យើងហ្នឹងលបមើលតួឯកស្រីពីចម្ងាយតែបើសិនជាតួឯកស្រីបង្កបញ្ហាអីឬកើតឡើងអីគឺឲ្យទៅប្រាប់គាត់អញ្ចឹងគាត់ក៏បានត្រឹមតែឈរមើលនៅនឹងទៅហើយសាច់រឿងយើងក៏តមកតួឯកស្រីមកយើងវិញហើយតួឯកស្រីរបស់យើងក៏គិតថាធ្វើសាប៊ូពិតជាងាយស្រួលមុនដំបូងគាត់ថាស្រួល easy អញ្ចឹងតែឥឡូវអត់ស្រួលទេហើយមានអេម៉ាមួយនេះសក់ខ្លីនេះមកឈរមើលពីចម្ងាយអញ្ចឹងគាត់មានអារម្មណ៍ថាអត់ស្រួលទេប៉ុន្តែយ៉ាងណាគាត់មានអារម្មណ៍ថាវា refresh ជាងនៅផ្ទះជាមួយនឹងពូមីងរបស់គាត់អញ្ចឹងណាហើយគាត់ក៏បង្កើតបានសាប៊ូមួយហ្នឹងហើយតួឯកស្រីរបស់យើងក៏បានបន្ថែមទៀតថាគាត់អាចសម្របខ្លួននៅរស់នៅទីហ្នឹងគឺបានងាយស្រួលតែម្ដងហើយបើគិតទៅនៅពេលដែលគាត់ទៅនៅផ្ទះជាមួយនឹងបេឡាជាមួយនឹងពូរបស់គាត់គឺគាត់ឈឺញឹកមែនតើប៉ុន្តែមកនៅហ្នឹងគឺគាត់អត់មានឈឺអីទេគឺសុខសប្បាយហើយគាត់ក៏បន្ថែមទៀតថាគាត់មានអារម្មណ៍ថាបាត់បង់ផ្ទះប៉ុន្តែគាត់មានអារម្មណ៍ថាស្រស់ស្រាយជាងមុនហើយគាត់ក៏បានមើលលើរូបថតរបស់ប៉ាម៉ាក់របស់គាត់អត់តោះយើងឥឡូវចុះនិយាយពីតួឯកស្រីយើងនិយាយពីតួឯកប្រុសវិញម្ដងហើយនេះគឺជាកម្មវិធីដែលគេអញ្ជើញតួឯកប្រុសមកអ្នកដែលអញ្ជើញហ្នឹងគឺពូដែលហុចសវត្ថឲ្យលើកមុនហ្នឹងហើយតួឯកប្រុសរបស់យើងក៏អត់ទាន់ចូលមកដែរគឺសាច់រឿងបញ្ចេញពីពូរបស់តួឯកប្រុសយើងហើយជាមួយនឹងកូនរបស់គាត់តែកូនរបស់គាត់ហ្នឹងឈ្មោះអាប៊ឺតសង្ហាមិនចាញ់តួឯកប្រុសបានដែរប៉ុន្តែបងប្អូនគេហ្នឹងគឺសក់ក្បាលខុសគ្នាតែម្ដងខ្ញុំមានអារម្មណ៍ថាអាប៊ឺតហ្នឹងគឺមិនណយដូចគ្នាដែរហើយខ្ញុំក៏មានអារម្មណ៍ថាដែរតែអាប៊ឺតហ្នឹងគឺគាត់អត់ចូលចិត្តតួឯកប្រុសរបស់យើងឯងមានអារម្មណ៍ថាចំណែនដូចបេឡាហ្នឹងចំណែនជាមួយនឹង
តួឯកស្រីរបស់ហើយយើងឪពុកដែរ របស់ Albert ហ្នឹងក៏ដឹងដែរថា Albert អត់ពេញចិត្តជាមួយនឹងតួឯកប្រុស ហើយគាត់ក៏បានប្រាប់តា Albert ថាឲ្យទ្រាំសិនទៅ ព្រោះតួឯកប្រុសរបស់យើងអាយុទើបតែ25ឯង ប៉ុន្តែដោយសារតួឯកប្រុសគាត់នៅក្នុងសង្គ្រាម ចឹងថាគាត់ប្រយុទ្ធដើម្បីស្ដេចហ្នឹងយូរដែរ អញ្ចឹងគឺគេមានមុខមាត់ មានឋានៈអីអញ្ចឹងត្រូវតែទ្រតួឯកប្រុសសិន ហើយស្របពេលជាមួយនឹងដែរតួឯកប្រុសយើងក៏បានមកដល់ ហើយពូហ្នឹងក៏គេរត់ទៅរាក់ទាក់ណែនាំអីចឹងទៅឡើងគឺ fake ហ្មង ចេញមកគឺ Snake យក Snake យក ហើយគេ តែម្ដ ក៏ ង បានណែនាំតួឯកប្រុសរបស់យើងហ្នឹងទៅកាន់មិត្តភក្តិរបស់គេដែលជាអ្នករកស៊ីមានមុខងារអីខ្ពង់ខ្ពស់ដូចគ្នាដែរ អញ្ចឹងតួឯកប្រុសរបស់យើងចេះតែអឺអើៗជាមួយនឹងគេដែរសិនទៅ ព្រោះគាត់ទុកមុខឲ្យអញ្ចឹង ហើយ Albert ហ្នឹងក៏ឈរមើលពីលើអត់ចូលរួមជាមួយនឹងតួឯកប្រុសរបស់យើងទេ ហើយ Albert គាត់ក៏អត់ពេញចិត្តជាមួយនឹងតួឯកប្រុសហ្នឹងដែរ ហើយគាត់ធ្វើម៉េចដើម្បីតែ business មេថាដើម្បីតែផលប្រយោជន៍ទេ បើសិនជានរណាម្នាក់ផ្ដល់ផលប្រយោជន៍ឲ្យគាត់បានគាត់រាក់ទាក់ជាមួយមិនមែនតែ Albert ទេ សូម្បីតែឪពុករបស់ Albert ដែលជាពូរបស់តួឯកប្រុសក៏អញ្ចឹងដែរ ហើយនេះគឺជាពនាងរបស់គេ អត់សូវស្អាតដូចតួឯកស្រីជាមួយនឹង Bella តែ Bella ស្អាតប៉ុន្តែ Snake Albert គាត់សម្រេចចិត្តថាគាត់អត់ចុះទៅរាក់ទាក់ជាមួយនឹងតួឯកប្រុសរបស់យើងទេ ទុកឲ្យប៉ារបស់គាត់អ្នករៀបចំណែនាំតួឯកប្រុស 1 2 3 bla bla អីចឹងទៅ គាត់ទៅរកនរណាម្នាក់ដែលអាចនឹងផ្ដល់ផលប្រយោជន៍ឲ្យគាត់ច្រើនជាងតួឯកប្រុស អ្នកទាំងអស់គ្នាដឹងថាគេចាប់អារម្មណ៍ណាគេទេ គេចាប់អារម្មណ៍ Bella ព្រោះគេឃើញ Bella ស្អាត ខ្ញុំគិតថាអូខេត្រូវហើយ Snake ប៉ះជាមួយនឹង Snake គ្នាឯងហ្នឹងទៅជួបគ្នាទៅត្រូវហើយ ចឹងណា អូខេតោះភាគ 3 ជាមួយនឹងភាគ 4 យើងចប់ហើយ ចាំមើលតើ Bella ជាមួយនឹង Albert គេជួបគ្នាតើនឹងមានរឿងអីកើតឡើង វគ្គក្រោយយើងដឹងថានឹងមានអីកើតឡើងហើយតា អញ្ចឹងចប់ត្រឹមហ្នឹង បាយបាយជួយ like ជាមួយនឹង comment ឲ្យហង អ្នកកាត់វីដេអូភ្នែកឡើងដូច Panda ចេញពីធ្វើការហងកាត់វីដេអូឲ្យផង អញ្ចឹងណា បាយបាយ